8 មីនាប្រសូមជូនផ្កាប្រសិទ្ធិពរជ័យសូមឲ្យស្មារតីថ្លាថ្លៃស្ថិតនៅក្នុងដួងចិត្តស្រីជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃរៀងរហូតប្រវត្តិសង្ខេបទិវាអន្តរជាតិនារី8 មីនាស្មើគ្នាប្រុសស្រីក្នុងសង្គមទិវាអន្តរជាតិនារី International Women Day កាលពីដើមដំបូងគេហៅថាទិវាការងារនារីអន្តរជាតិហើយត្រូវបានគេកំណត់ប្រារព្ធធ្វើនៅថ្ងៃទី8 ខែមីនាជារៀងរាល់ឆ្នាំមូលហេតុនាំឲ្យមានការប្រារព្ធទិវាអន្តរជាតិនារី8 មីនាគឺនៅចុងសតវត្សទី19បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងខ្លាំងនៅលើសកលលោកជាពិសេសនៅសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើននារីនិងកុមារក្រីក្ររាប់លាននាក់ត្រូវបានតាក់ទាញឲ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារីកុមារនិងកម្មករហើយបានបង្ខំឲ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី12ទៅ16ម៉ោងដោយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុតនិងមិនគិតពីសុខភាពរបស់កម្មករឡើយដែលជាហេតុធ្វើឲ្យនារីនិងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនាដោយការឈឺចាប់ចំពោះអំពើគៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះនៅថ្ងៃទី8 ខែមីនាឆ្នាំ1899កម្មការិនីផ្នែកតម្បាញនិងកាត់ដេរនៅទីក្រុង Chicago និង New York នៃសហរដ្ឋអាមេរិកបានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងផ្ដូរផ្ដាច់ទាមទារឲ្យបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្សប៉ុន្តែជាលទ្ធផលកម្មការិនីទាំងនោះបានទទួលការគៀបសង្កត់យ៉ាងពេញទំហឹងត្រូវគេចាប់ចងធ្វើទារុណកម្មនិងត្រូវបណ្តេញចេញពីរោងចក្រទោះបីជាត្រូវទទួលការឈឺចាប់និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយក៏កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធតស៊ូស្វិតស្វាញងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀតបង្ខំឲ្យពួកម្ចាស់រោងចក្រក៏ដូចជាម្ចាស់សហគ្រាសត្រូវតែទទួលយល់ស្របតាមដំណើរតស៊ូនៃកម្មការិនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះចលនានារីពលករនៅលើសកលលោកទាំងមូលចលនាតស៊ូដ៏ស្វិតស្វាញនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាល្លឺម៉ង់ដែលជាប្រទេសឧស្សាហកម្មធំមួយនាសម័យនោះនៅប្រទេសអាល្លឺម៉ង់ក្នុងពេលនោះបានលេចឡើងនៅយុវនារី3រូបដ៏ល្បីល្បាញគឺអ្នកស្រី Clara Zetkin ជាជនជាតិអាល្លឺម៉ង់និង Roska Luxemburg ជនជាតិប៉ូឡូញដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកស្រី Grubskaya ជាភរិយារបស់លោកលេនីនបំផុសចលនាបង្ខិតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារីឆ្នាំ1910សន្និបាតអន្តរជាតិនារីដែលមានប្រទេស17ចូលរួមបានធ្វើឡើងនៅទីក្រុងកូបេនហាករដ្ឋធានីនៃប្រទេសដាណឺម៉ាកបានសម្រេចយកថ្ងៃ8 មីនាជាទិវានារីអន្តរជាតិថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថាមួយថ្ងៃធ្វើការ8ម៉ោងធ្វើការស្មើគ្នាបៀវត្សស្មើគ្នាការពារសុខភាពមាតានិងទារកចាប់តាំងពីថ្ងៃនោះមកថ្ងៃ8 មីនាបានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារីដែលរំលឹកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដែលប្រឹងប្រែងដើម្បីរំដោះនារីដោយទាមទារឲ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងនារីដោយសារតែមានកិច្ចប្រឹងប្រែងដោយក្តីអំណត់ពុះពៀនិងការលំបាកគ្រប់បែបយ៉ាងកាលពី100ឆ្នាំមុននោះហើយទើបបច្ចុប្បន្ននេះនារីក្នុងពិភពលោកមានឱកាសទទួលបាននូវសិទ្ធិស្មើភាពបើទោះជានៅមានបន្ទោសបង្អាប់ខ្លះៗក៏ដោយលទ្ធផលដ៏ត្រចះត្រចង់នេះបានកាត់បន្ថយអស់ជាច្រើននៅអំពើហិង្សានិងការរើសអើងចំពោះនារីភេទដែលគេតែងតែចាត់ទុកជាភេទទុនខ្សោយនោះហើយជាបន្តបន្ទាប់ចលនានារីអន្តរជាតិ
បានខិតខំដោះស្រាយបញ្ហានារីដែលនៅសេសសល់តាមរយៈការស្នើឡើងទៅអង្គការសហប្រជាជាតិដោយសន្និសីទនារីជាច្រើនលើកច្រើនសារនៅឆ្នាំ1975សន្និសីទពិភពលោករបស់នារីលើកទី1ត្រូវបានធ្វើឡើងនៅទីក្រុងមិចស៊ីកូនៃប្រទេសមិចស៊ិកក្រោមប្រធានបទសមភាពវឌ្ឍនភាពនិងសន្តិភាពផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះគេបានអំពាវនាវឲ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនិងរៀបចំទម្រង់ការដ៏មានប្រសិទ្ធភាពសម្រាប់អនុម័តអនុសញ្ញានេះនៅខែតុលាឆ្នាំ1975ដដែលអង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ1976ដល់ឆ្នាំ1985ជាសតវត្សសម្រាប់នារីនៅឆ្នាំ1980សន្និសីទពិភពលោករបស់នារីលើកទី2ត្រូវបានធ្វើឡើងនៅទីក្រុងកូបេនហាកនៃប្រទេសដាណឺម៉ាកដើម្បីពិនិត្យមើលការរីកចម្រើននិងការអនុវត្តផែនការសកម្មភាពដែលកំណត់ក្នុងសន្និសីទលើកទី1ឆ្នាំ1985ចុងបញ្ចប់នៃទសវត្សរ៍នារីគេបានរៀបចំសន្និសីទលើកទី3ម្ដងទៀតនៅទីក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ាដើម្បីពិនិត្យនិងវិយតម្លៃទៅលើលទ្ធផលដែលសម្រេចបានរបស់ទសវត្សរ៍នារីព្រមទាំងធ្វើការអនុម័តលើយុទ្ធវិធីចម្រើនទៅមុខសម្រាប់ភាពលូតលាស់របស់នារីក្នុងឆ្នាំ2000ជាចុងក្រោយគឺនៅឆ្នាំ1995ពីថ្ងៃទី4ដល់ថ្ងៃទី15ខែកញ្ញាអង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី4នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនប្រធានបទជាគោលគឺសមភាពវឌ្ឍនភាពនិងសន្តិភាពដដែលតែនៅបានបន្ថែមក្នុងកិច្ចពិភាក្សានៅកង្វល់12យ៉ាងរបស់នារីថែមទៀតគឺភាពក្រីក្រការអប់រំអំពើហិង្សាផលវិបាកនៃចំនួនអាវុធនារីក្នុងចលនាសម្ព័ន្ធនយោបាយនិងសេដ្ឋកិច្ចទួលនីតិនារីក្នុងការធ្វើសេចក្តីសម្រេចចិត្តយន្តការលើកកម្ពស់ការរីកចម្រើនរបស់នារីសិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយបរិស្ថាននិងបញ្ហាកុមារីចំណែកនៅលោកខាងលិចទិវានារីអន្តរជាតិដំបូងបានប្រារព្ធឡើងជាព្រឹត្តិការណ៍ពេញនិយមមួយបន្ទាប់ពីឆ្នាំ1977នៅពេលដែលសមាជអង្គការសហប្រជាជាតិបានអញ្ជើញរដ្ឋសមាជិកដើម្បីប្រកាសថាថ្ងៃ8ខែមីនាជាថ្ងៃសហប្រជាជាតិសម្រាប់សិទ្ធិស្ត្រីនិងសន្តិភាពអន្តរជាតិទាំងនេះគឺជាយុទ្ធសាស្ត្រនិងរបៀបដោះស្រាយរបស់នារីដែលតែងតែអនុវត្តតាមបែបសន្តិវិធីតាមការបញ្ចេញមតិតែប៉ុណ្ណោះឯលទ្ធផលដែលនារីទទួលបានគឺការផ្ដល់នូវសិទ្ធិស្មើភាពឲ្យបានគ្រប់គ្រាន់និងតម្លៃជាមនុស្សពលគឺពុំមានទាមទារអ្វីឲ្យលើសពីនោះឡើយបើប្រៀបធៀបប្រវត្តិទិវាអន្តរជាតិនារី8មីនាទៅនឹងកំណើតនៃអង្គការសហប្រជាជាតិឃើញថាប្រវត្តិទិវាអន្តរជាតិ8មីនាមានកំណើតមុនអង្គការសហប្រជាជាតិទៅទៀតហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៀតផងទោះជាយ៉ាងនេះក៏ដោយសពថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិច្បាប់អន្តរជាតិដូចជាសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទក៏ដូចជារដ្ឋធម្មនុញ្ញស្តីអំពីសិទ្ធិនោះហើយក៏ដោយក៏វិសមភាពរវាងបុរសនិងស្ត្រីការរើសអើងនិងអំពើហិង្សានៅក្នុងគ្រួសារតែងតែកើតមានជាបញ្ហានៅឡើយជាពិសេសនៅទីតាមជនបទដាច់ស្រយាលអាស្រ័យហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានខិតខំប្រឹងប្រែងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយឲ្យដល់មនុស្សគ្រប់រូបទាំងបុរសទាំងស្ត្រីដើម្បីជួយស្ត្រីឲ្យមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិនិងប្រើសិទ្ធិព្រមទាំងរស់នៅជួយកាត់បន្ថយទប់ស្កាត់និងលុបបំបាត់ចោលនៅរាល់បញ្ហាទាំងឡាយខាងលើដែលអាចកើតមានចំពោះស្ត្រីភេទចិត្តត្រីជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃរៀងរហូត
លោកអ្នកនាងទើបបានស្ដាប់អត្ថបទប្រវត្តិសង្ខេបទិវាអន្តរជាតិនារី8មីនា